ចុះប្រសិនបើការដែលគ្រាន់តែទិញកាហ្វេប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នានេះអាចជួយឲ្យអ្នកទាំងអស់គ្នាឈ្នះជាប្រាក់រង្វាន់បានដោយគ្រាន់តែប្រើប្រាស់កងធនាគារមួយនេះតើអ្នកទាំងអស់គ្នានឹងប្រើអត់នៅចាំបានអត់ការពីវីដេអូមុនខ្ញុំបានចែករំលែកកងធនាគារចំនួន4ដែលបងប្អូនគួរមានប្រសិនបើចង់សល់លុយដំណាំកងទាំង4ហ្នឹងមានកងមួយគឺទុកសម្រាប់ការចាយវាប្រចាំខែអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងចែករំលែកកាន់តែច្បាស់បន្ថែមទៀតអំពីគន្លឹះនៅក្នុងការប្រើប្រាស់កងដើម្បីចាយវាប្រចាំខែឬក៏ប្រចាំថ្ងៃនេះឲ្យកាន់តែចំណេញជាងមុននិយាយរួមគឺលើសអំពីការប្រើប្រាស់សម្រាប់ទៅទុកលុយដើម្បីចាយវាតែមួយមុខក្នុងនាមជាអ្នកបង្កើតមាតិកាមួយរូបខ្ញុំផ្ទាល់គឺប្រើប្រាស់កម្មវិធី LOLC Mobile App Store ទៅរៀងរាល់ថ្ងៃទិញកាហ្វេទូទាត់បាយថ្ងៃត្រង់ផ្ទេរលុយទៅឲ្យមិត្តភ័ក្តិឬក៏ទៅអ្នកផ្ទះជាដើមនិងទទួលបានប្រាក់កម្រៃការងារពីអតិថិជនវាគឺជាការធ្វើប្រតិបត្តិការដ៏សាមញ្ញធម្មតាដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំបាត់ទៅហើយនៅពេលដែលលុយរបស់ខ្ញុំនឹងត្រូវបានរក្សាទុកនៅក្នុងគណនីសន្សំរបស់ LOLC Mobile App គឺខ្ញុំអាចទទួលបានអត្រាការប្រាក់រហូតដល់ 4% នៅក្នុងមួយឆ្នាំលើសពីនោះខ្ញុំក៏អាចទទួលបានអត្ថប្រយោជន៍ពីកញ្ចប់ធានារ៉ាប់រងចំនួន$5,000បន្ថែមទៀតផងដែរនេះគឺជាភាពយូនីករបស់គណនីសន្សំនៅ LOLC Mobile App ដែលអ្នកប្រើប្រាស់គឺអាចសន្សំអាចទទួលបានចំណូលពីការប្រាក់និងទទួលបានការការពារពីកញ្ចប់ធានារ៉ាប់រងផងដែរហើយលើពីនេះ LOLC ក៏មានកម្មវិធីផ្ដល់រង្វាន់ជាសាច់ប្រាក់ចំនួន$99,900រៀលជូនទៅដល់អ្នកឈ្នះដែលមានសំណាងទាំង10រូបដែលបានប្រើប្រាស់ LOLC Mobile App ជារៀងរាល់ខែផងដែរបងប្អូនប្រហែលជាគិតថាការដែលអាចបំពេញទៅតាមលក្ខខណ្ឌដើម្បីទទួលបានឱកាសឈ្នះរង្វាន់នេះគឺជារឿងដែលលំបាកប៉ុន្តែតោះសាកទៅគណនាជាមួយគ្នាបើសិនបើអ្នកទាំងអស់គ្នាទិញកាហ្វេក្នុងតម្លៃប្រហែលជា$7,000រៀលជារៀងរាល់ថ្ងៃនោះក្នុងមួយខែអ្នកនឹងចំណាយអស់ប្រហែលជា$210,000រៀលបាត់ទៅហើយមានន័យថាអ្នកទាំងអស់គ្នាបានបំពេញទៅតាមលក្ខខណ្ឌនៃទំហំប្រតិបត្តិការសរុបប្រចាំខែរួចជាស្រេចបាត់ទៅហើយហ្នឹងឥឡូវនេះគ្រាន់តែប្រើប្រាស់កម្មវិធី LOLC Mobile App ជាប្រចាំធ្វើប្រតិបត្តិការយ៉ាងហោចណាស់ឲ្យបាន30ដងនិងជាមួយមនុស្ស10នាក់ខុសគ្នាក្នុងមួយខែប៉ុណ្ណឹងគឺជាការស្រេចបាត់ទៅហើយចង់ថាចេះអ្នកទាំងអស់គ្នារាល់ការទូទាត់ដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើជារៀងរាល់ថ្ងៃស្រាប់ទៅហើយហ្នឹងអាចនឹងកំពុងតែផ្ដល់ឱកាសឈ្នះរង្វាន់ឲ្យអ្នកទាំងអស់គ្នាបានយ៉ាងងាយសាកគិតមើលចេះការធ្វើប្រតិបត្តិការលើកងធនាគារប្រចាំថ្ងៃគឺដឹងតែកើតមានជារឿងធម្មតាបាត់ទៅហើយហ្នឹងចុះហេតុអីមិនធ្វើវាដើម្បីទទួលបានរង្វាន់លើកទឹកចិត្តកាន់តែច្រើនជាមួយនឹង LOLC Mobile App ទៅ